យ៉ាងហោចណាស់3នាក់ត្រូវបានស្លាប់ដោយសារឃាតកម្មដែលបានកើតឡើងនាពេលថ្មីនេះក្នុងរាជធានីភ្នំពេញអ្នកខ្លំមើលយល់ថាជាសញ្ញាអាក្រក់ដែលកំពុងធ្វើឲ្យកម្ពុជាកាន់តែខូចកេរ្តិ៍ឈ្មោះបន្ថែមលើបញ្ហាឧក្រិដ្ឋកម្មអនឡាញយោងតាមបណ្ដាញសារព័ត៌មាននានាដែលនិយមចុះផ្សាយពីសន្តិសុខសង្គមបានរាយការណ៍ថាមានករណីឃាតកម្មចំនួន2ផ្សេងគ្នាបានកើតឡើងនៅចន្លោះចុងខែឧសភានិងដើមខែមិថុនានេះក្នុងនោះនៅថ្ងៃទី30ខែឧសភាបរិសុទ្ធជនជាតិចិនម្នាក់ត្រូវបានគេសម្លាប់ហើយប្លង់ចោលនៅខណ្ឌដង្កោរាជធានីភ្នំពេញពាក់ព័ន្ធទៅនឹងការជំរិតទារប្រាក់$2 លានតាមការបឋមដែលយើងទទួលបានគឺចាប់ជំរិតពីខណ្ឌច្បារអំពៅមកបាទគឺហើយសម្លាប់ហើយយកមកប្លង់ទាំងឡានដាក់ទាំងមនុស្សនៅក្នុងរថយន្តព្រុសនេះផ្ទាល់តែម្ដងរំលងបានមួយថ្ងៃគឺនៅថ្ងៃទី1ខែមិថុនាសមត្ថកិច្ចបានរកឃើញមនុស្ស2នាក់ផ្សេងទៀតដែលជាជនជាតិខ្មែរត្រូវបានគេសម្លាប់ហើយកប់នៅក្នុងរណ្ដៅលូជម្រៅប្រមាណ2 ម៉ែត្រហើយចាក់ស៊ីម៉ងបិទពីលើដែលស្ថិតក្នុងខណ្ឌជ្រោយចង្វាដោយសាច់ញាតិជនរងគ្រោះសង្ស័យថាជាការចាប់ជំរិតព្រោះអីពួកខ្ញុំទាំងអស់គ្នាសង្ឃឹមថាពួកចាប់ជំរិតគាត់ត្រឡប់មកវិញពួកចាប់ជំរិតយើងឲ្យលុយវាពួកវានឹងបលែងគាត់មកវិញជនរងគ្រោះខ្លះត្រូវបានគេកាច់បំបាក់ឆ្អឹងដៃជើងនិងចង្កេះដោយជនសង្ស័យជាជនជាតិចិនឆប់ខាងស្រីហ្នឹងជាប់ជើងគាត់ជាប់ចំណងហើយទី3បងបាទហើយដៃជើងគាត់បាក់អស់ហើយគាត់បើវិញបាក់អស់ហើយបាទហើយខាងប្រុសប្រហែលជាទាស់ទៅកអ្វីដៃជើងគាត់នៅល្អទាំងអស់អត់មានទេហ្នឹងហើយករណីឃាតកម្មមួយក្នុងចំណោមនេះបានដឹងឮដល់ស្ថានទូតចិនប្រចាំនៅកម្ពុជាដោយនៅថ្ងៃទី2ខែមិថុនាស្ថានទូតចិនបានទាមទារឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីឃាតកម្មពាក់ព័ន្ធនឹងជនជាតិចិនដែលត្រូវបានគេសម្លាប់ហើយយកទៅប្លង់ចោលនៅខណ្ឌដង្កោនេះបញ្យងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Global Times ប្រពន្ធដដែលបន្តថាអាជ្ញាធរកម្ពុជាបានអះអាងថាពួកគេកំពុងយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតលើករណីនេះទោះជាយ៉ាងណាគេមិនទាន់ឃើញសមត្ថកិច្ចបញ្ជាក់ពីចំនួនជនរងគ្រោះនិងចំនួនករណីឃាតកម្មដែលបានកើតឡើងនៅមួយរយៈចុងក្រោយនេះនៅឡើយឧក្រិដ្ឋកម្មចាប់ចម្រិតចំណាប់ខ្មាំងប្រធានគណៈបច្ចុប្បន្នថ្មីលោកមីសវណ្ណរាជំរុញឲ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ដោយគ្មានការយោគយល់ដើម្បីធានាសន្តិសុខបើពុំដូច្នោះទេលោកថាបញ្ហានេះនឹងបន្តរាលដាលដល់ប្រជាពលរដ្ឋខ្មែរដោយប្រព្រឹត្តលើពលរដ្ឋខ្មែរដូចគ្នាវាអាចមានការឆ្លងការចម្លងយកព្រោះខ្មែរយើងវាអត់ដែរជាពាក្យបំណុលហើយមនុស្សខូចក៏វាមានច្រើនដែរអញ្ចឹងវាអាចពាក្យចាស់គេថាចៅ500អាចថាលួចប្លន់ពះវាលពះកាលមិនដឹងយប់មិនដឹងថ្ងៃព្រោះមនុស្សវាអត់អញ្ចឹងវាអត់មានរោឲ្យបានបែបសុចរិតអ្នកមានទោសត្រូវតែទទួលទោសដោយគ្មានការយោគយល់អត់ឱនបាក់ពួកឬក៏សំណូកពុករលួយណាច្បាប់គឺច្បាប់ចំណែកនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូលោកអំសំអាតបានបង្ហាញការព្រួយបារម្ភដោយថាករណីឃាតកម្មចាប់ជំរិតនេះអាចបង្កការភ័យខ្លាចដល់ជនបរទេសដែលកំពុងរស់នៅនិងមកកំសាន្តនៅកម្ពុជាការទាំងនេះគឺវាបង្កឲ្យមានការព្រួយបារម្ភនិងការភ័យខ្លាចហើយជាពិសេសទៅនឹងជនបរទេសផងដែរបើសិនជាមានព័ត៌មាននឹងតែលេចឮច្រើនទៅវាធ្វើឲ្យប៉ះពាល់សម្រាប់កម្ពុជាយើងចំពោះជនបរទេសជាពិសេសជាបរទេសជាតើណាបាទបើសិនជាការអនុវត្តច្បាប់យើងមានប្រសិទ្ធភាពហើយមានភាពធូររលុងក៏នឹងវានាំឲ្យកើតមានបាត់បង់បន្តទៀត